大家晚上好，今天我们来继续学习第16课。第16课每天第16安全和规定安全和规定ចាសសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះផងដែរគឺយើងមកបន្តរៀនមេរៀនទី16ណាដែលមេរៀនរបស់យើងថ្ងៃនេះនិយាយអំពី安全和规定សុវត្ថិភាពនិងបទបញ្ញត្តិ规定នេះបើថាបទបញ្ញត្តិក៏បានឬក៏គេថា rule ច្បាប់ក៏បានដែរណាOK，好，那现在我们来看看今天的生词吧。สำหรับពាក្យទី1គឺ安全សុវត្ថិភាព safety 健康នេះដែលមានសុខភាពល្អ healthy ណាគ្នាយើង健康មានសុខភាពល្អ事故គ្រោះថ្នាក់អូខេ事故គ្រោះថ្នាក់受伤នេះរងរបួស保险ធានារ៉ាប់រង政策នេះគោលការណ៍ណា规定នេះច្បាប់ដោយដែលសឺបានប្រាប់អញ្ចឹងយើងបកថាច្បាប់ហើយពាក្យទី8法规នេះពាក្យពេញគឺបទបញ្ញត្តិ法规បទបញ្ញត្តិ遵守នេះគោរពតាមណាឬក៏អនុលោមតាម公司ក្រុមហ៊ុនសម្រាប់ពាក្យថ្មីរបស់យើងហ្នឹងគឺច្រើនហើយក៏លោកសឺអត់ភ្លេចនៅក្នុងការថែមអត្ថបទបន្តិចបន្តួចនៅក្នុងការជំនួយទៅដល់ការអានរបស់គ្នាយើងផងដែរអញ្ចឹងសម្រាប់ពាក្យថ្មីនេះលោកសឺសូមអានឲ្យតែម្ដងទេសង្ឃឹមថាគ្នាយើងអាចតាមទាន់បើសិនជាអានមានកំហុសអីលោកសឺនឹងកែគ្នាយើងតាមក្រោយណា OK 好那现在我们来看看下面的对话吧អធិស្ឋានផងដែរលោកសឺអត់អាននៅការគេហៅថាពាក្យថ្មីខាងលើម្ដងទៀតដែលសារលោកសឺត្រូវ record មេរៀនច្រើនហើយរៀងរវល់ដែរណាលោកសឺអធិស្ឋានលោកសឺសង្ឃឹមថាអ្វីដែលលោកសឺទៅតែបានអាននៅគ្នាយើងគឺបានច្បាស់គ្រប់គ្រាន់បើគ្នាយើងអត់ច្បាស់គ្នាយើងអាច skip ហើយស្ដាប់ម្ដងទៀតបានឬក៏យើងអាច search pin in នៅក្នុង Google ដើម្បីស្ដាប់សំឡេងកាន់តែច្បាស់ហោតោះឥឡូវមកមើលការសន្ទនាទាំងអស់គ្នាការសន្ទនារបស់យើងថ្ងៃនេះនិយាយអំពីឈិងជាការសុំច្បាប់他说 HR 我下星期想请2天假2天假មិនមែនធានទេគឺចង់ផ្លត់ទៅលេង HR 我下星期想请2天假请2天假នេះគឺសុំច្បាប់2ថ្ងៃដែលមនុស្សភាគច្រើនគាត់ថាឈិងចាក់2天វាស្ដាប់បានដូចគ្នាវាត្រូវដូចគ្នាតែគ្រាន់ថាបើត្រូវស្តង់ដាគឺគេញែកនេះអាពាក្យជាអាពាក្យឈិងនេះគឺដាក់នៅសងខាងហើយដាក់ចំនួនថ្ងៃនៅពីកណ្ដាលអានេះត្រូវស្តង់ដាត្រូវ grammar ជាងឈិង2天ចាក់ឈិង2天ចាក់ណាឈប់មួយថ្ងៃឈប់2ថ្ងៃអញ្ចឹងទៅគេថាHR ឬក៏ HR នឹងឯងសប្តាហ៍ក្រោយខ្ញុំចង់សុំច្បាប់2ថ្ងៃណា HR សប្តាហ៍ក្រោយខ្ញុំចង់សុំច្បាប់2ថ្ងៃ然后B他说为什么请假ហេតុអ្វីបានជាសុំច្បាប់我要去看父母父母នេះឪពុកម្ដាយណា parent អញ្ចឹងយើងបកថាខ្ញុំចង់ទៅមើលឪពុកម្ដាយណាឬក៏ខ្ញុំនឹងទៅលេងឪពុកម្ដាយទៅលេងនៅស្រុកកណ្ដាលអីអញ្ចឹងណា然后 B他说好的可以អូខេបានអញ្ចឹងសម្រាប់មេរៀនរបស់យើងហ្នឹងគឺមានតែប៉ុណ្្នឹងឯងសង្ឃឹមថាគ្នាយើងអាចតាមទាន់បើមានកន្លែងណាអត់ច្បាស់កុំភ្លេចសួរលោកសឺណា好那现在老师先讲到这里吧大家晚安明天见